ជាបឋមសូមនមស្ការគុណកែវទាំងបីដោយសេចក្តីគោរពជ្រះថ្លានិងខ្ពង់ខ្ពស់សូមនមស្ការព្រះអង្គគ្រូលទ្ធធម្មោជាកំសាន្តវិចារិកាវត្តនិរតនារាមនិងនមស្ការព្រះអង្គគ្រូគ្រប់ព្រះអង្គប្រធេរានុធេរៈគ្រប់ព្រះអង្គដែលគង់ជាប្រកដីនៅនាវត្តមនីរតនារាមជាទីជ្រះថ្លានិងសូមគោរពរៀបសួរលោកអម្ចាស់គណៈកម្មការប្រធានគណៈកម្មការនិងប្រធានការងារគ្រប់ផ្នែកពុទ្ធបរិស័ទទាំងអស់ហើយក៏សូមគោរពជម្រាបសួរបាសកាខីកំលៀងដែលជាម្ចាស់ដើមទានប្រធានបុណ្យនាថ្ងៃនេះក៏ដូចជាថ្ងៃនឹងឆ្នាំកន្លងទៅដល់ច្រើនឆ្នាំមកហើយជាមួយក្រុមគ្រួសារដែលនៅពេលដែលនឹករលឹកដល់ស្វាមីដែលជាទីគោរពស្រឡាញ់ហើយក៏បាននឹកឃើញដល់សរណៈវត្ថុជាទីគោរពសក្ការៈគឺបរតនត្រ័យដែលមានព្រះពុទ្ធជាប្រធានមានការបូជាជាតក្ខណាទានហ្នឹងក៏មិនដែលលះបង់នៅព្រះភិក្ខុសាមណេរដែលគង់នៅនៃវត្តមនីរតនារាមតាំងពីដើមមករហូតមកដល់ពេលនេះនេះជាទឹកចិត្តដែលខ្ញុំសូមគោរពអនុមោទនាចឹងនេះមិនមែនជាលើកទីមួយទេដែលបាសកានិងក្រុមគ្រួសារបានរក្សានៅវងនៃការធ្វើទានសម្រាប់វត្តមនីរតនារាមតាំងពីទៅបតយល់ពធរហូតមកដល់ពេលនេះ លោតបានសិក្សាអាចចែកម្លែកព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងទៅកាន់ញាតិពធដទៃទៀតបានប៉ុន្តែការជ្រះថ្លាចំពោះព្រះវិក្ខុសាមណេរដែលគង់នៅនាវត្តមនីរតនារាមហ្នឹងក៏មានជាប្រចាំតមកបានស្ដាប់នៅធម្មកថារបស់ព្រះចៅអធិការជាទីជ្រះថ្លាដែលពីដំណើរជីវិតដែលកើតមកជាទុក្ខនិងការរៀបចំជីវិតយ៉ាងណាដែលមិនសូវមានទុក្ខនិងពាក់ព័ន្ធនឹងការបានដល់នៅទីបំផុតនៃទុក្ខជាជាតិចុងក្រោយបងឡាយជាស្ដេចនឹកឃើញទៅដល់កំណើតដែលយើងកើតមកគឺបានអត្តភាពជាមនុស្សនេះបើទោះជានាំមកនៅខន្ធភារៈជាភារៈច្រើនតែដោយតែព្រះអង្គត្រាស់ថាណដ្ឋខន្ធៈសមាទុក្ខាទុក្ខណានាស្មើដោយខន្ធនេះមិនមានអត្តកថាបញ្ជាក់សេចក្តីថាព្រោះខន្ធនេះនាំមកនៅភារៈដ៏ច្រើនបាទអញ្ចឹងអឺគឺពិតប្រកបណាស់ជាពិសេសគឺអឺការរស់នៅក្នុងប្រវត្តិកាលនឹងត្រូវការមិនចេះចប់ទេខណ្ឌនឹងថារូបចុះវាត្រូវអាពាហ៍ត្រូវអឺការចំណីអាហារសេនាសនៈសម្លៀកបំពាក់ថ្នាំសង្កូវចិត្តនេះក៏លំបាកផ្គត់ផ្គុនណាស់ដែរទោះបីមិនមានរូបរាងកាយមិនមានជារូបធាតុសម្រាប់ប៉ះក្តៅប៉ះត្រជាក់ពីអាកាសធាតុក៏ពិតមែនក៏ប៉ុន្តែនេះចិត្តនឹងមានធាតុក្តៅធាតុត្រជាក់នៅក្នុងនឹងប្រែប្រួលញឹកញាប់ជាងរាងកាយទៅទៀតព្រោះមានកិលេសដុតរោលរហូតដល់ព្រះអង្គថាណដ្ឋិរាគៈសមោអគិជាដើមមិនមានភ្លើងអ្វីក្តៅដោយភ្លើងរាគៈដូច្នេះភ្លើងប៉ះកាយនេះមិនក្តៅស្មើនឹងភ្លើងឆេះចិត្តទេ
ភ្លើងដែលឆេះរលរាលចិត្តនេះគឺអាចជាបច្ច័យឲ្យធ្វើនៅបាបកម្មដ៏អាក្រក់អាក្រៃច្រើនរហូតញ៉ាំងអត្តភាពឲ្យបដិសន្ធិនៅក្នុងអបាយភូមិ ប៉ុន្តែបើយើងប្រៀបធៀបនៅភារៈដែលនៅក្នុងមនុស្សនេះជាមួយនឹងភារៈនៅក្នុងអបាយភូមិឃើញថាខុសគ្នាច្រើនដាច់អាឡ័យនៅក្នុងភាពជាមនុស្សបើទោះជាមានទុក្ខមានលំបាកមានរោគប្រចាំកាយឬក៏កើតមកជីវភាពមិនសូវបរិបូរណ៍ក៏ប៉ុន្តែក្នុងភាពជាមនុស្សនឹងនៅតែមានជំរើសក្នុងការដោះស្រាយប៉ុន្តែបើបានអត្តភាពជាអបាយសត្វដូចជានរកអីនេះមិនដឹងថាត្រូវដោះស្រាយយ៉ាងណាចង់ទៅរកអ្នកពិគ្រោះយោបល់ឯណាក៏មិនបានឬថាចង់ទៅស្ដាប់ធម៌ចង់ទៅចម្រើនកុសលរក្សាសិលឯណាក៏មិនបានបើថាកម្មនឹងឲ្យឆេះមួយអន្តរកប្បទៅក៏ត្រូវតែឆេះរហូតមួយអន្តរកប្បចឹងទៅហ្នឹងហើយបើកើតជាប្រែតដែលមានកម្មក្រាស់ហ្នឹងក៏មានអាយុវែងជាងអន្តរកប្បទៀតក៏មានឬថាមិនបានទៅកើតក្នុងអបាយសត្វដែលជាឧបបាទិកៈកើតជាចលាពុជ្ជៈឬក៏ជាអន្តជៈជាសត្វដេរិឆាននេះក៏មិនមានឱកាសដើម្បីមកចម្រើនកុសលដូចយើងចឹងដែរអត់ទេគឺថាបានត្រឹមថាមកប្រឹងប្រែងរស់អឺខ្លាចស្លាប់អីប៉ុណ្ណឹងហើយក៏ដល់នៅការអស់ជីវិតទៅវិញចឹងទៅការប្រៀបធៀបយ៉ាងនេះក៏ដើម្បីឲ្យយើងឃើញប្រយោជន៍នៃការកើតជាមនុស្សបើទោះជាកើតនៅក្នុងភាពជាបុถุជនដែលមិនតាន់មានឧបនិស្ស័យក្នុងការត្រាស់ដឹងធម៌នៅក្នុងជាតិនឹងក៏ពិតមែនប៉ុន្តែជាភពជាសំណាងដែលអាចផ្ដើមសន្សំនៅបារមីធម៌ដោយទានដោយសិលជាដើមនឹងបាននឹងចឹងហើយក្នុងទីនេះក៏សូមនមស្ការលោកប្អូនគ្រប់ព្រះអង្គដែលនៅបច្ចុប្បន្នក្មេងៗដែលនឹងចាស់មានឱកាសល្អណាស់ក្នុងការមកស្នាក់នៅទីនេះដែលជាទូទៅតាំងពីដើមមកហ្នឹងគឺផ្ដោតលើការសិក្សានៅព្រះពុទ្ធវចនៈมันមានកិច្ចការងារអ្វីច្រើនសម្រាប់លោកម្ចាស់គ្រប់ព្រះអង្គទេនេះជាគោលការណ៍របស់វត្តយើងវត្តមនីរតនារាមហ្នឹងគឺយើងផ្ដោតតែពីលើការសិក្សាព្រះធម៌ព្រះវិន័យបើទោះជាយើងបញ្ចូលនៅវិជ្ជាផ្លូវលោកខ្លះមានរៀនអក្សរដើម្បីអនុគ្រោះដល់លោកប្អូនតូចៗលោកក្មួយតូចដែលមិនទាន់ចេះភាសាខ្មែរច្រើនគណិតវិទ្យាខ្លះដើម្បីឲ្យមានភាពវៃឆ្លាតក្នុងការគណនាអឺក៏ប្រយោជន៍ដើម្បីបានរៀនលះហះនៅធម៌វិន័យនឹងនៅក្នុងព្រះធម៌ដូចជាក្នុងបារមត្តអភិធម្មអីកាលណាយើងសិក្សាទៅដល់បច្ច័យផ្សេងក៏ត្រូវការទុននៃការចេះគណិតវិទ្យាខ្លះដើម្បីគុណគូសម្ពយុទ្ធធម៌សហជាតិធម៌អីដែលកើតសម្ពយុទ្ធគ្នាអីហ្នឹងក៏តែយើងចេះវិជាមូលដ្ឋានខ្លះក៏ជាបច្ច័យល្អដូច្នេះហើយទើបគណៈគ្រប់គ្រងវត្តនឹងរៀបចំឲ្យមានការសិក្សានឹងមិនមែនជាផ្លូវមួយបដិសេធប្រឆាំងជាមួយនឹងធម៌ទេតែជាឧបការៈដល់ការសិក្សាព្រះធម៌ព្រះវិន័យនឹងដែលយើងបានคล้ายជាវត្តមនីរតនារាមក៏ដោយក៏ប៉ុន្តែអឺអត្តសញ្ញាណរបស់យើងនៅតែជាមណ្ឌលសិក្សាព្រះពុទ្ធសាសនាមនីរដ្ឋដដែលដូចនៅលើខ្លោងទ្វារយើងមិនលុបចោលទេអ្នកសរតូចតូចនៅលើខ្លោងទ្វារក្រោមវត្តមនីរតនារាមហ្នឹងគឺយើងនៅតែរក្សានៅមណ្ឌលសិក្សាដែលយើងផ្ដោតតែពីរឿងការសិក្សាព្រោះការប្រតិបត្តិត្រូវវាផ្ដើមចេញពីការសិក្សាត្រូវបើមិនមានការសិក្សាត្រូវទេมันអាចមានការប្រតិបត្តិត្រូវទេហ្នឹងហើយ
ជួនកាលយើងខ្វល់ខ្វាយណាស់ថាតើប្រតិបត្តិយ៉ាងណាប៉ុន្តែយើងបានជាភ្លេចថាតើគួរសិក្សាយ៉ាងណាដើម្បីឲ្យបានយល់ត្រូវនៅការបង្រៀនរបស់ព្រះពុទ្ធបរមគ្រូនោះហ្នឹងហើយដូច្នេះការប្រតិបត្តិត្រូវគឺត្រូវតែផ្ដើមចេញពីការសិក្សាត្រូវហើយប្រសិនបើសិក្សាមិនត្រូវហើយវាគ្មានប្រតិបត្តិត្រូវទេហើយការសិក្សាត្រូវហើយប្រតិបត្តិអាចមានភ្លាត់ហើយបើលោតែសិក្សាមិនត្រូវទៅទៀតមិនដឹងថាឲ្យប្រតិបត្តិត្រូវដោយឧបាយយ៉ាងណាទូយ៉ាងដូចជាព្រះវិន័យចុះបើមិនបានសិក្សាតាមសិក្ខាបទមួយអង្គនៃសិក្ខាបទនិទានសិក្ខាបទបឋមបញ្ញត្តិអនុបញ្ញត្តិឲ្យបានច្បាស់លាស់ទេក៏មិនដឹងថាទៅប្រតិបត្តិព្រះវិន័យនឹងយ៉ាងណាអញ្ចឹងហើយបានជាយើងដាក់ថាមណ្ឌលសិក្សាមិនមែនមណ្ឌលប្រតិបត្តិទេគឺមណ្ឌលសិក្សាពីព្រោះការសិក្សាត្រូវនឹងឯងជាហេតុជាបច្ច័យឲ្យកើតបដិបត្តិត្រូវណានៅក្នុងលំដាប់នៃព្រះសទ្ធម្មនឹងគឺបរិយ័តជាបច្ច័យនៃបដិបត្តិហើយបដិបត្តិជាបច្ច័យនៃបដិវេណហ្នឹងអញ្ចឹងយើងមើលចុះអឺអស់រយៈកាល45ព្រះវស្សាដែលព្រះបរមគ្រូចំណាយពេលយាងរង្គត់ពីត្រាច់រង្គត់ពីទី1ទៅទី1គឺប្រយោជន៍ដើម្បីសម្ដែងបើកផ្ងានៅសច្ចធម៌នឹងឯងពន្យល់ហើយពន្យល់ទៀតពន្យល់ហើយពន្យល់ទៀតយើងមើលអឺពុទ្ធកិច្ច4ដែលពេលព្រឹកព្រះអង្គបណ្ឌបាតពេលរសៀលសម្ដែងពធទេសនាគឺដើម្បីបើកផ្ងាដើម្បីពន្យល់នឹងឯងហើយពេលប្រលប់ឲ្យអាវាតភិក្ខុសង្ឃពេលប្រលប់ដោះស្រាយប្រស្នាទេវតាចិត្តភ្លឺប្រមើលមើលឧបនិស្ស័យសត្វដែលត្រូវទៅប្រោសទោះបីជាទីចិត្តទីឆ្ងាយយ៉ាងណាហ្នឹងក៏ព្រះអង្គនិមន្តទៅគឺដើម្បីពន្យល់នឹងឯងពាក្យថាប្រោសហ្នឹងគឺដោយច្រើនគឺប្រើការពន្យល់ឲ្យយល់ច្បាស់នៅធម៌ពិតធម៌ដែលកើតពីហេតុយ៉ាងណានោះឯងហើយលោកក្មួយលោកប្អូនគ្រប់ព្រះអង្គមានឱកាសល្អទាំងឱកាសល្អពេលខ្ញុំកណាលាចាកសិក្ខាបទមកជាកុហកយ៉ាងនេះខ្ញុំណាកាន់តែឃើញឱកាសល្អក្នុងការដែលនៅក្នុងភាពជាបព្វជិតនឹងហើយច្រើនឬតិចមកជាក្រហមនេះត្រូវតែមានកិច្ចការច្រើនណាកិច្ចការច្រើនអឺมันអាចមានសេរីភាពពេញទំហឹងដូចនៅជាភេទបព្វជិតទេបើទោះជាលោកម្ចាស់មានកិច្ចការសិក្សារៀនសូត្រធ្វើពលកម្មអីខ្លះមិនដូចកុហកទេហើយខ្ញុំកណាបានទុនមកនេះគឺបានទុនកាលពីនៅលោកនឹងឯងហើយក៏មិនស្ដាយក្រោយដែរព្រោះកាលនៅលោកបានរៀនហ្នឹងហើយបានរៀនហើយវាមិនបាត់ទៅណាទេយើងបានសិក្សាធម៌ពិតវិន័យពិតយើងបានយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់យើងមិនមែនមានតែក្នុងទ្រឹស្ដីទេគឺយើងពិតជាអាចយកមកប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃបានពិតប្រាកដមែនហ្នឹងហើយគឺអរគុណពេលវេលាអរគុណព្រះសាសនាអរគុណសម្ពុទ្ធកាសាវកដែលបានធ្លាប់គ្រងហើយបានឱកាសសិក្សារៀនសូត្រដែលជាមេរៀនមានប្រសិទ្ធភាពហើយមេរៀននោះមិនមែនប្រើតែសម្រាប់ជាបព្វជិតទេគឺយើងយកមកប្រើនៅក្នុងភាពជាក្រហមបានទៀតពីព្រោះអ្វីពីព្រោះផ្លូវចិត្តរបស់យើងគឺបើទោះជានៅក្នុងភាពជាបព្វជិតក៏ដោយនៅក្នុងភាពជាក្រហមក៏ដោយអត់មានផ្លូវនៃវិថីចិត្តនឹងមានដល់ទៅ8ទេគឺវាមានតែ6នឹងឯងមានចិត្តដែលប្រព្រឹត្តទៅតាមចក្ខុទ្វារតាមសោតទ្វារតាមឃានទ្វារជីវហាទ្វារកាយទ្វារនិងមโนទ្វារអត់មានអីខុសគ្នាទេនឹងវិថីចិត្តអត់មានអីខុសគ្នាទេជាបព្វជិតហើយនឹងជាគ្រហស្ថហ្នឹងអត់មានអីខុសគ្នាទេហ្នឹងហើយប៉ុន្តែអ្វីដែលខុសគ្នាគឺលោកប្អូនគ្រប់ព្រះអង្គមានឱកាសច្រើនជាងគៀកកិតជាងចំពោះបរតនត្រ័យព្រោះមិនតាន់មានភារៈច្រើនដូចជាគ្រហស្ថបើទោះជា
អឺការតាំងនៅក្នុងភ្នោះរបស់លោកប្អូនគ្រប់ព្រះអង្គហ្នឹងមិនប្រកាសបញ្ជាថាតាំងនៅរហូតឬក៏អនាគតទៅអាចលាចាកសិក្ខាបទមកវិញតែត្រូវប្រើពេលដែលកំពុងនៅជាបព្វជិតនឹងរៀនឲ្យណាណីហ្មងថាអីបើសិនជាអញមិនបានបួសរហូតទេគឺត្រូវប្រញាប់រៀនខ្លាចទៅវិញអត់មានពេលរៀននេះទៅជាការសម្រេចចិត្តល្អអត់មានគិតថាអឺប្រហែលជាមិនអាចបួសរហូតដូច្នេះមិនបាច់រៀនច្រើនអានឹងគិតនឹងអត់ត្រូវទេអត់ត្រូវទេណាពីព្រោះនៅពេលដែលមកជាក្រហមហើយអឺវាមានកត្តាច្រើនណាកត្តាច្រើនអឺត្រូវគិតជីវភាពត្រូវអឺលោទៅប៉ះដៃគូដែលមិនប្រកបទៅទៀតគឺឬក៏ប៉ះម៉ែក្មេកមិនស្រួលទៀតអានឹងកាន់តែជាផ្លូវរាំងស្ទះឲ្យយើងមិនអាចដើរផ្លូវធម៌នឹងបានស្រួលណាដូចគឺងាកមិញអញ្ចឹងមានប្អូនម្នាក់អតីតអ្នកបួសដែរបួសវត្តយើងហ្នឹងហើយតែមិនបាច់ប្រាប់ឋានណាទេអឺអត់មានឥទ្ធិពលអីនិយាយទៅកាន់ម៉ែក្មេកអីចឹងណាហ្នឹងបាច់ជួបបញ្ហាយកមិញហ្នឹងសុំជំនួយពីខ្ញុំកណាចឹងទៅនិយាយទៅប៉ះតិចតួចរឿងកម្មផលអីចឹងទៅម្ដាយនឹងទៅជឿជំនឿអីចឹងណាពីមុនធ្លាប់ស្ដាប់ខ្ញុំមណាដែរប៉ុន្តែដល់ពេលអ្នកខ្លាំងប្រកែកចេញមកក៏ថាខ្ញុំមណានេះនិយាយខុសទាំងអស់ហ្នឹងហើយគាត់ទៅជឿអានោះវិញណាបើមកគាត់ឈប់បន់ឈប់អីអស់ហើយពេលខ្ញុំមណាសឹកហើយនឹងក៏ធ្លាប់ទៅជួបដែរប៉ុន្តែខាងនោះល្បីខ្លាំងជាងទៅឥឡូវទៅយកព្រេងកាឡាខាងនោះលៀបរហូតហើយហ្នឹងហើយក៏ចោលធัวហ្នឹងទៅហើយនិយាយពីកម្មផលហ្នឹងនិយាយបន្តិចបន្តួចទៅក៏តោះដល់តែគាត់ទៅថ្វាយអង្គមសុំទោសហើយចឹងថ្វាយអង្គមសុំទោសអត់ព្រមទៀតហើយណាឃើញជាវិមានកតានេះក៏លើកឧទាហរណ៍ជាក់ស្ដែងយុគមិញហ្នឹងឯងយុគមិញហ្នឹងហើយតែដែលលោកក្មួយលោកប្អូនគ្រប់ព្រះអង្គហ្នឹងអត់តាន់ជួបអញ្ចឹងទេអញ្ចឹងនៅមានឱកាសល្អណាស់សម្រាប់រៀននិយាយបែបនេះមិនមែនមានន័យថាជាក្រហមមិនមានឱកាសរៀនទេស្រេចហើយថាយើងឲ្យតម្លៃទៅលើធម៌វិន័យនឹងឬក៏អត់ហើយការឲ្យតម្លៃនេះក៏មិនមែនចេះតែឲ្យតម្លៃដែរបើមិនជ្រះថ្លាបើមិនតន់ទទួលផលថាធម៌នឹងពិតជាមានប្រសិទ្ធភាពនៅក្នុងការប្រើក្នុងជីវិតប្រចាំថ្ងៃកាលណាយើងសិក្សាយើងស្ដាប់អនុវត្តដោយសេចក្តីជ្រះថ្លាហើយអ្វីដែលខ្ញុំកណ្ដាលលើកឡើងបាញ់មិញនោះក៏មិនមែនជាការរាំងស្ទះដ៏ធំពេកនោះដែរយើងនៅតែអាចរកប្រឡោះសិក្សារៀនសូត្របានអនុវត្តក្នុងជីវិតបានគ្រាន់តែថាបើប្រៀបជាមួយនឹងអ្វីជាភេទជាបព្វជិតហ្នឹងបព្វជិតមានឱកាសល្អជាងហើយបើឧទាហរណ៍ថាបើកំណត់ដាក់ទាំង5ឆ្នាំទៀតសឹកអញ្ចឹងគឺត្រូវដាក់គោលកំណត់ថាឧទាហរណ៍ថាបរិច្ឆេទ9នេះត្រូវតែរៀនឲ្យចប់មុនសឹកអានឹងទៅជាការតាំងចិត្តល្អមិនមែនថាគ្មានយកធម៌ទៅរកស៊ីទេចូលបោះបង់ចោលពាក្យហ្នឹងថាធម៌នេះមិនមែនយកទៅរកស៊ីទេគឺសិក្សាដើម្បីយកមកប្រតិបត្តិចម្រើនកុសលក្នុងជីវិតទោះបីជាជីវិតនៅជាក្រហមក៏ដោយអញ្ចឹងណាហ្នឹងហើយនិយាយនេះមិនមែនជាការបើកផ្លូវឲ្យលោកប្អូនគ្រប់អង្គចេះសឹកមកទេប៉ុន្តែយើងសិតតែតាំងនៅក្នុងភាពមិនទៀងហ្នឹងហើយសូម្បីតែប្រធានបធិបតីក៏គេមានអាណត្តិប៉ុន្តែមិនមែនមានន័យថាអញកាន់អាណត្តិតែ4ឆ្នាំអញ្ចឹងមិនបាច់ធ្វើអីគុំក៏ដល់ពេលឈប់ធ្វើប្រធានាធិបតីអត់ទេដោយសារតែគេដឹងថាពេលវេលាគេមិនមានច្រើនទើបគឺខំធ្វើការងារក្នុងតួនាទីជាប្រធានាធិបតីរបស់គេហ្នឹងឧទាហរណ៍ដូចโจ Biden អញ្ចឹងនៅពេលដែលបោះឆ្នោតចាញ់ត្រាំហើយក៏ដោយនៅរយៈកាលមួយខែទៀតទៅផ្ទេរតំណែងគឺត្រូវតែធ្វើការងារទាំងយប់ទាំងថ្ងៃមិនអាចទាំងមកចិត្តអស់អាណត្តិអញហើយអញឈប់រវល់ឈប់អីអត់ទេអត់អញ្ចឹងទេជាការសម្រេចចិត្តមិនល្អនោះទេអញ្ចឹងដូចជីវិតយើងនេះដែរថាបើដឹងថាជីវិតនេះខ្លីអាចស្លាប់ថ្ងៃណាគឺសេចក្តីល្អហ្នឹងត្រូវតែធ្វើមិនមែនថាគង់តែស្លាប់ដដែលដឹងធ្វើបានប្រយោជន៍ស្អី
យើងអាចគិតឃើញថាវាមិនបានប្រយោជន៍ដែរបើសិនបើយើងធ្វើល្អព្រោះតែចង់បានផលប្រយោជន៍អីផ្សេងក៏ប៉ុន្តែបើធ្វើល្អព្រោះតែឃើញសេចក្តីល្អគ្មានអ្វីមករាំងស្ទះមិនឲ្យធ្វើនោះទេហ្នឹងហើយដូច្នេះខ្ញុំមើលពេលឥឡូវនេះទៅតែម៉ោង10ជាងដោយសារជ្រះថ្លានឹងបុណ្យដែលយើងត្រូវសន្សំហ្នឹងហើយខ្ញុំសូមអាននៅពុទ្ធវចនៈដែលសម្ដែងពីអឺគុណតម្លៃរបស់បុណ្យពីព្រោះថ្ងៃនេះយើងកំពុងតែសាងបុណ្យហើយនឹករលឹកចំពោះឧបាសកគឹមហូនដែលបានចែកឋានទៅគម្រប់17ឆ្នាំហើយយើងក៏ដឹងដែរថាគាត់គ្រាន់តែទៅមួយមុនមួយជំហានប៉ុណ្ណោះហើយយើងទាំងអស់គ្នានេះក៏នឹងធ្វើដំណើរតាមក្រោយតែមិនដឹងថាជួបគ្នាឬមិនជួបគ្នាណានៃទេព្រោះគ្មានអាសយដ្ឋានច្បាស់លាស់ទេយើងទៅនេះដូច្នេះការដែលយើងទៅដោយមិនមានអាសយដ្ឋានច្បាស់លាស់នេះគួរតែមានកំណត់ជាប់តាមខ្លួនដែលនៅក្នុងបត្រៃបិដកលេខអឺ52ទំព័រ15ពុទ្ធបរិស័ទបងប្អូនយើងអាចបើកមើលទាំងអស់គ្នាបានដែលខ្ញុំតែងតែជ្រះថ្លាក្នុងនិធិកណ្ឌសូត្រហ្នឹងបាទក្នុងនេះប្រហែលជាអក្សរតូចតូចបន្តិចប៉ុន្តែអឺមានពេលយើងបើកមើលហ្នឹងហើយមានន័យគ្រប់គ្រាន់ប្រវត្តិរឿងរ៉ាវដែលព្រះអង្គសម្ដែងហ្នឹងនិយាយពីកដុម្ពីម្នាក់ដែលគាត់ត្រូវព្រះរាជាហៅទៅគាល់ប៉ុន្តែគាត់ឲ្យរាជបុរសហ្នឹងទៅមុនចុះគាត់ជាប់កប់កំណប់ទ្រព្យណាគាត់កំពុងតែធ្វើទានណាចឹងគាត់ថាគាត់ជាប់កប់កំណប់ទ្រព្យចឹងកំណប់របស់គាត់ហ្នឹងមិនមែនយកមាសយកប្រាក់យកទៅកប់ចោលទេទៅកប់ទុកទេគឺគាត់កំពុងតែធ្វើទាននៅក្នុងប្រសង់ជាដើមហ្នឹងគាត់ថាគាត់រវល់កប់កំណប់ទ្រព្យហ្នឹងហើយប៉ុណ្ណឹងជាដើមបានប្រវត្តិមានច្រើនមកខ្ញុំសូមអានបន្តិចទៅដើម្បីជាសេចក្តីជ្រះថ្លាហើយបានស្ដាប់ឮនៅព្រះពុទ្ធវចនៈទាំងស្រុងហ្នឹងហើយខ្ញុំអានទាំងបាលីប្រែហើយចប់ប៉ុណ្ណឹងទៅក៏នឹងចប់ធម្មកថាចឹងនៅក្នុងបត្រៃបិដកលេខ52ទំព័រទី15ឃ្នាបទី9នេះបាទនិធិងនិធេតិបរិសោកម្មភីរេឧទកន្តកេអដ្ឋេកច្ចេសមុបបណ្ណេអត្ថាយមេពវិសតិរាជតោវាទរតស្សៈចោរតោបៃលិតសវាអ៊ីណាសវាបមោខាយៈទុភឹខេអាបទាសវេវាអេតតថាយលោកាស្មឹងនិធិនាមិនិធិយតិហ្នឹងហើយប្រែថាបរោះកប់កំណប់ទ្របទុកក្នុងទីជ្រៅអញ្ចឹងពាក្យថាបរិសោដែលប្រែថាបរោះនេះគឺមិនមែនតែអឺភេទបរោះទេគឺទាំងស្ត្រីផងអញ្ចឹងណាហ្នឹងហើយកប់កំណប់ទ្របទុកក្នុងទីជ្រៅជាទីបំផុតនៃទឹកណាឧតកម្មតកេនេះដោយគិតថាកាលបើកិច្ចដែលត្រូវការកើតឡើងហើយនឹងអត្ថេកិច្ឆេសមុបបណ្ណេហ្នឹងកាលបើកិច្ចដែលត្រូវការកើតឡើងហើយទ្របនេះនឹងបានជាប្រយោជន៍ដល់អាត្មាអញអត្ថាយមេពវិសតិនេះហ្នឹងហើយរាជតាវេទរតស្សៈនេះគឺដែលត្រូវពួកបច្ចាមិត្តពោលបង្កាច់ណានឹងបានដោះខ្លួនចេញពីស្ដេចឬត្រូវចោលបៀតបៀននឹងបានដោះខ្លួនចេញពីចោលនឹងបានដោះបំណុលតែណាយើងឥឡូវបំណុលធនាគារច្រើនណាមែនទេហ្នឹងហើយអញ្ចឹងបើយើងមានទ្រព្យមានអីអញ្ចឹងយើងអាចដោះដូរយើងអាចដោះរឿងហ្នឹងឬក៏ក្នុងពេលទុរភិក្សឬក៏ក្នុងពេលអន្តរាយទាំងឡាយធម្មតាកំណត់ទ្រព្យដែលគេកប់ទុកក្នុងលោកដើម្បីប្រយោជន៍នេះឯងហ្នឹងហើយអញ្ចឹងយល់ហើយសេចក្តីហ្នឹងតាវសនិហតោសន្តោគមភីរេឧតកន្តិកេនសាពុសពតិយេវៈតសតੰឧបកប្បតិនិធិវាឋានាចវតិសញ្ញាវសវិមុយហតិនេគាវេអបណាមេន្តិយខាវាបិហរន្តនੰ
អបយាវាបតិយាទេឧត្តរន្តិអបស្សតោយតិបញ្ញខយោហោតិសពមេតੰវិនិស្សតិហ្នឹងហើយកំណត់ដែលបុគ្គលកប់ក្នុងទីជ្រៅមានទីបំផុតទួលនឹងទឹកដល់ម្លោះកំណត់ទ្របទាំងអស់នោះក៏មិនសម្រេចដល់បុគ្គលនោះសពកាលទេត្បិតថាកំណត់ទ្របរមែងឃ្លាតចាកទីអឺទៅឃ្លាតទៅចាកទីខ្លះសេចក្តីចំណាំរបស់បុគ្គលនោះរមែងវង្វេងទៅខ្លះនាគទាំងឡាយរមែងនាំជូនទៅខ្លះពុំនោះសោតពួកយក្សនាំយកទ្រព្យនោះទៅខ្លះអ្នកទទួលមរតកដែលមិនជាទីស្រឡាញ់រមែងកោះយកនៅកំណត់ទ្រព្យនោះកាលខ្លួនមិនបានឃើញខ្លះខ្លួនអស់បុណ្យទៅវេលាណាកំណត់ទ្រព្យទាំងអស់នោះរមែងវិនាសបាត់បង់ទៅក្នុងវេលានោះឃើញចឹងវាអាចមានហានិភ័យមិនមែនកប់ទុកសិតតែទៀងទាត់ប្រកបបជាថាអាចប្រើបានគ្រប់ពេលទេវាអាចវិនាសជាងកាលយើងអស់បុណ្យអីចឹងទៅក៏អាចវិនាសដែរយសទានេនសីលេនសញ្ញមេនតមេនចនិធិសនិហេតោហោតិអតិយាបរិសាសវេចេតយាមហិចសង្ខេវាបុគ្គលេអតិថេសវាមេតរិបេតរិវេបេអថោចេតធម្មហិភេតរិអេសោនិធិសនិហេតោអជ័យយោអនុគាមិកោបហាយកមនីយេសោអេតាំងអាទាយកេចតេហ្នឹងហើយនេះកំណត់ទ្របដោយស្ត្រីឬបរិសណាបានកប់ទុកល្អហើយដោយទានណាកប់ទុកហ្នឹងទុកដោយទានដោយសិលដោយការសង្រួមនិងដោយការទូនមានខ្លួនការយើងសិក្សាអប់រំចិត្តអីហ្នឹងក្នុងចេតិយឬក្នុងសង្ឃឬក្នុងបុគ្គលឬក្នុងពួកភ្ញៀវឬមួយក្នុងមេត្តាក្នុងបិតាឬថាក្នុងបងប្រុសស្រីដែលជាច្បងចង់និយាយពីបញ្ញកិរិយាវត្ថុផ្សេងផ្សេងនឹងឯងកំណត់ទ្របនោះចាត់ជាកំណត់ទ្របដែលកប់ទុកប្រពៃហើយនរណាអឺមិនហើយនរណាមិនក៏បីផ្ចាញ់បានហ្នឹងហើយជាកំណត់ទ្របដែលជាប់តាមខ្លួនទៅនេះឃើញទេដើម្បីបញ្ជាប់តាមខ្លួនទៅព្រោះវាជានាមធម៌ហើយជាបច្ច័យឲ្យមានវិបាកកាលភោគៈទាំងឡាយដែលខ្លួនត្រូវលះបង់ហ្នឹងហើយខ្លួនរមែងកាន់យកនៅកំណត់ទ្របគឺប៉ុននោះទៅដូចព្រះអង្គគ្រូចារិកាលោកសំដែងមិញអញ្ចឹងថាចង់បញ្ចប់ត្រូវតែលះបង់ហើយលះនេះមានពីរយ៉ាងណាគឺមួយលះដោយចាកៈចេតនាហើយមួយទៀតអឺគ្មានចាកៈចេតនាក៏ដោយតែពេលស្លាប់គឺដូចជាលះចឹងដែរហ្នឹងហើយអញ្ចឹងលះកន្លែងនេះគឺចង់សំដៅថាពេលដែលយើងស្លាប់ចង់មិនចង់ក៏ត្រូវតែអស់សិនដែរអញ្ចឹងណាអញ្ចឹងគ្រប់គ្នាត្រូវមានដំណាក់កាលនឹងមួយប៉ុន្តែបើមានកំណត់ទ្របទាំងអស់នេះកំណត់ទ្របទាំងអស់នេះជាអនុគាមិកោនេះជាប់តាមខ្លួនទៅនរណាក៏មិនចាញ់បានដែរអសាធារណមញ្ញេសੰជាកំណត់ទ្របកំណត់ទ្របគឺបននឹងមិនទូទៅដល់ជនដទៃទេមិនមែនជាសាធារណៈរបស់ទេអចោរហរណោនិធិជាកំណត់ទ្របដែលចោលលួចទៅមិនបានហ្នឹងហើយដូចយើងធ្វើបុណ្យកុសលថ្ងៃនេះអញ្ចឹងមានតែមនុស្សដែលមានចិត្តល្អត្រេកអរជាមួយបាសិកាខីកំលៀងទេដែលអាចអនុមោទនាបុណ្យគាត់បានតែបើអ្នកចូលមកតោះយកមកទៅគឺដាច់ខាតមិនអាចបង្អោនសេចក្តីជ្រះថ្លាឲ្យកើតបុណ្យផងខ្លួនទេណាអញ្ចឹងគឺគឺថាឲ្យតែមានគំនិតអាក្រក់បុណ្យហ្នឹងអត់បានជាប្រយោជន៍ដល់បុគ្គលហ្នឹងតែម្ដងកយរាថធិរោបញ្ញានិយោនិធិសនិអនុគាមិកោអេសៈទេវមនុស្សានੰសពកាមតតោនិធិយ៉ាងទេវេភិបត្តិន្តិសពមេតេនលបតេកំណត់ទ្របគឺបុណ្យណាជាប់តាមខ្លួនទៅបានអ្នកប្រាជ្ញគួរធ្វើនៅកំណត់ទ្របគឺបុណ្យនោះកំណត់ទ្របគឺបុណ្យនោះឲ្យនៅសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតានិងមនុស្សទាំងឡាយពួកទេវតានិងមនុស្សទាំងឡាយប្រាថ្នាណាស់នៅផលណាផលទាំងពួងនោះរមែងបានដោយកំណត់ទ្របគឺបុណ្យនោះហ្នឹងហើយសវណ្ណតាសុសារតាសុសន្តានាងសរូបតាអាធិបច្ចាំងបរិវារោសពមេតេនលភតិភាពជាមនុស្សភាពជាអ្នកមានសម្បរភោរផង់មានសម្លេងពីរោះទ្រង់ទ្រាយល្អរូបល្អជាអធិបតីមានយសសបរិវារផលទាំងអស់រមែងបានដោយកំណត់ទ្របគឺបុណ្យនោះនឹងចឹងបតេសរច្ចាំងអ៊ីសរិយ៉ាងចក្រវត្តសុខានបយ៉ាងទេវរច្ចាំបិទពេសោសពមេតេនលភតិភាពជាស្ដេចប្រទេសរាជគឺប្រទេសរាជមានស្ដេចរបស់ប្រទេសនីមួយៗអ៊ីសារិយយុ
សេចក្តីសុខរបស់ស្ដេចចក្រពត្តិឃើញទេអញ្ចឹងស្ដេចចក្រពត្តិស្ដេចដែលមានអំណាចលើពិភពលោកតែម្ដងប្រទេសសេរីនេះស្ដេចប្រចាំប្រទេសជាទីស្រឡាញ់ភាពជាស្ដេចនៃទេវតាក្នុងទេពនិកាយទាំងឡាយផលទាំងអស់រមែងបានដោយកំណត់ទ្រព្យគឺបុណ្យនោះមានុសិកាចសម្បត្តិទេវលោកេយយារតិយាចនិព្វានសម្បត្តិសពមេតេនលបតិសម្បត្តិជារបស់មនុស្សណាផងសេចក្តីត្រេកអរក្នុងទេវលោកណាផងសម្បត្តិគឺបរិនិព្វានណាផងសម្បត្តិទាំងអស់រមែងបានដោយកំណត់ទ្រព្យគឺបុណ្យនោះមិត្តសម្បត្តិមេកមៈយោនិសោជេបយុញ្ញតោវិជាវិមុតតិបស័យភាវោសពមេតេនលបតិភាពនៃបុគ្គលអាស្រ័យមិត្តសម្បទាបើប្រកបសេចក្តីព្យាយាមដោយឧបាយដែលត្រូវជាអ្នកស្ទាត់ក្នុងវិជានិងវិមុតតិឥទ្ធិផលទាំងអស់បានដោយកំណត់ទ្រព្យគឺបុណ្យនោះបដិសម្ពិទេវិមោខាចៈយេចៈសាវកបារមីបច្ចេកពុទ្ធិពុទ្ធភូមិសពមេតេនលបតិបដិសម្ពិទេវិមោកសាវកបារមីញាណបច្ចេកពុទ្ធិញាណនិងពុទ្ធភូមិណាណាឥទ្ធិផលទាំងអស់រមែងបានដោយកំណត់ទ្រព្យគឺបុណ្យនោះអេវ៉ាំងមហតិកាមហតិកាអេសាយតិទាំងបញ្ញសម្បទាតស្មាធិរាបសង្សន្តិបណ្ឌិតោបណ្ឌិតាកតបញ្ញតន្តិបញ្ញសម្បទានេះឲ្យសម្រេចប្រយោជន៍ដ៏ធំដោយប្រការដូច្នេះព្រោះហេតុនោះអ្នកប្រាជ្ញទាំងឡាយជាធីរជនទើបសរសើរនៅភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយណាមានតែធីរជនជាអ្នកប្រាជ្ញទេដែលសរសើរនៅភាពនៃបុគ្គលអ្នកមានបុណ្យធ្វើទុកហើយជនពាលមិនសរសើរអ្នកបំពេញបុណ្យទេនឹងចឹងធម្មកថារបស់ខ្ញុំចូលរួមមានប្រមាណប៉ុណ្ណេះដែលសូមបញ្ចប់តែប៉ុណ្ណឹងហើយក៏សូមអឺជូនឧទ្ទិសជូននៅបុណ្យកុសលដែលខ្ញុំប្រកាសថាខ្ញុំបំពេញទាំងអមិសទាននិងធម្មទានឧទ្ទិសជូនឧបាសកសកឆនកំហូនផងដែរដែលទោះលោកបដិសន្ធិជាអ្វីបានដឹងក៏សូមអនុមោទនាឬក៏សូមជូនចំពោះពពួកទេវតាទាំងឡាយបានដឹងដំណឹងក៏សូមនាំដំណឹងនេះថាក្រុមញាតិបាននឹងកំពុងបំពេញនៅទានទាំងធម្មទាននិងអមិសទានក្នុងកាលនេះដើម្បីឧទ្ទិសជូនទៅហើយម្យ៉ាងទៀតបាញ់មិញឬខ្ញុំមានចំណាយ$100 USដែរក៏សូមបំពេញបុណ្យកុសលជាមួយបាសកាខីកំលៀងដើម្បីអឺជាកំណត់ដោយដែលនិធិបាញ់មិញហ្នឹងខ្ញុំសូមកប់ទុកក្នុងវត្តនេរតនារាមគឺសម្រាប់ចាត់ចែងទឹកភ្លើងសម្រាប់ប្រសពគង់នៅសិក្សារៀនសូត្រហ្នឹងសូមបានជាអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាអនុមោទនាដល់អ្នកគ្នាសម្រាប់ពេលនេះខ្ញុំកណាខ្ញុំសូមបញ្ចប់នៅធម្មកថាតែប៉ុណ្ណេះសូមអនុមោទនាទុកខ្ញុំសូមអរគុណលោកចាស់គ្រូទាន